សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងដើរចាប់ចង្រិតនៅតាមវាលស្រែម្ដងព្រោះថាឆ្នាំនេះសបោចង្រិតមែនតើចាប់តាំងពីខែ4រហូតដល់ខែ6នេះគឺអត់ទាន់ស្បើយទេចង្រិតគឺនៅមានអ្នកចាប់ជាបន្តបន្ទាប់ក៏ប៉ុន្តែបើនៅវាលវិញគឺសបោជាងនៅចិត្តផ្ទះទៀតតែនេះខ្ញុំអត់បានទៅវាលទេគឺខ្ញុំនៅចាប់ចិត្តផ្ទះនឹងឯងហើយអ្នកគេផ្សេងគេទៅវាលគឺចាប់បានច្រើនមួយផ្លិតគឺបានមួយកដុងហើយតែពិសេសក្មេងៗគាត់ទៅចាប់នៅព្រែកព្រោះនៅព្រែកហ្នឹងមានចង្រិតច្រើនវាចេញពីកហែងដីអីចឹងតាមស្មៅតាមអីចឹងទៅព្រោះព្រែកមានស្មៅក្រាស់ច្រើនហើយខ្ញុំនេះគឺចាប់ចិត្តផ្ទះហើយនៅស្រុកខ្ញុំនេះអត់ទាន់មានភ្លៀងធ្លាក់ទៀងទាត់ទេខែ6នេះអត់ទាន់មានអ្នកភ្ជួយទេចង្រិតភាគច្រើនហ្នឹងវានៅតាមភ្លឺស្រែព្រោះនៅកណ្ដាលស្រែវិញអត់សូវមានទេដោយសារភ្លឺស្រែនោះមានរូងសងខាងរូងកែបក្តាមអញ្ចឹងទៅគឺវាចេញពីរូងហ្នឹងកន្លែងខ្លះមាន1កន្លែងខ្លះមាន2 3អញ្ចឹងទៅនៅចិត្តគ្នាហើយដូចខ្ញុំធ្លាប់ឆ្លោះធ្លាប់អីចឹងខ្ញុំដឹងថាកន្លែងណាដែលមានកន្លែងណាអត់ចឹងណាហើយដូចនេះចឹងវានៅពេលខ្លះក្រោមស្មៅក្រោមអីយើងមើលអត់ដឹងទេវានៅជាមួយស្មៅជាមួយអាចចំណាស់អីចឹងណាហើយកន្លែងនេះមានក្តាមមានអីចឹងទៅមានក្តាមមានពស់មានអីដើរជួបប៉ុន្តែយើងយប់ចឹងយើងត្រូវប្រយ័ត្នយើងការពស់ខ្លះវាអត់មានពឹសមានអីទេប៉ុន្តែគាត់ថាយើងត្រូវតែប្រយ័ត្នពេលឃើញវាដូចភ្ញាក់អីចឹងដែរហើយនៅកន្លែងដែលខ្ញុំឆ្លងនេះគឺអត់សូវមានអ្នកឆ្លងច្រើនទេគឺមានតែម្នាក់2នាក់អីទេហើយដោយសារពេលនេះគឺខ្យល់អាកាសក៏វាបក់មកល្អអញ្ចឹងទៅត្រជាក់ស្រួលហើយកាលណាតែខ្យល់ធ្លាក់ហើយអត់សូវមានចង្រិតចុះទេបងប្អូនទោះតែអត់មានខ្យល់អញ្ចឹងទើបសបោចរិតចុះតែបើមានខ្យល់អញ្ចឹងមានដែរតែវាមានមួយអញ្ចឹងវាអត់សូវសបោទេនេះគឺជាកន្លែងដែលខ្ញុំកំពុងតែឆ្លោះគឺវាលស្រែគឺអត់ទាន់មានអ្នកភ្ជួរអីទេហើយសម្លឹងទៅខាងណាក៏ឃើញមានភ្លើងនៅតាមផ្ទះតាមវត្តតាមផ្លូវតាមអីហ្នឹងគឺព្រាតអស់ហើយឥឡូវជនបទឥឡូវមិនមែនដូចមុនទេហើយវាអត់ស្ងាត់ទេតាមផ្លូវហើយខ្ញុំឆ្លងក៏វានៅគៀកផ្លូវដែរមិនឆ្ងាយពីផ្លូវប៉ុន្មានទេទៅគឺកន្លែងណាក៏ភ្លើងដែរហើយខ្ញុំចាប់ហ្នឹងគឺតាមវាស្រែហ្នឹងមួយណាហើយកន្លែងនេះឆ្លោទៅក៏ជួបកូនពស់ស្លាប់អង្កែបហើយពស់នេះវាអត់មានពើទេតែពេលខ្លះបើយើងជន់វាក៏យើងភ្ញាក់ដែរហើយមានមួយហើយកន្លែងនេះមានមួយដែរណានៅក្រោមស្មៅពេលខ្លះយើងមើលអត់ដឹងទេហើយកូននោះក៏យកជើងទៅទាត់វាខ្ញុំថាកុំឲ្យទាត់កុំលេងវាហើយខ្ញុំថតចឹងណាហើយមានណានៅរឹងយកជើងទៅទាត់ហើយរត់មករកខ្ញុំព្រលឹងចង់ស៊ីផលិតឲ្យបងប្អូនហើយណេះបានប៉ុណ្ណេះចុងក្រោយមើលអូនឯងបានកូនខ្ញុំគាត់បានប៉ុណ្ណេះបោកចូលគ្នាទៅចូលមួយកដុងដែរហើយវីដេអូមានតែប៉ុណ្្នឹងបងប្អូនអរគុណ